ប៉ុន្តែនៅក្នុងឆ្នាំ2025បន្ទាប់ពីទទួលបានសន្តិភាពពេញលេញដោយគ្មានការរំខានរយៈពេល26ឆ្នាំដែលជាវដ្តនៃសន្តិភាពដ៏យូរអង្វែងបំផុតមិនធ្លាប់មានក្នុងប្រវត្តិជាង500ឆ្នាំរបស់ប្រជាជាតិយើងសង្គ្រាមបានវិលត្រឡប់មកវិញនៅតាមបណ្ដោយព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់យើងជាមួយប្រទេសថៃដោយបានគម្រាមកំហែងដល់អធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាអាយុជីវិតនិងជីវភាពរស់នៅត្រូវបានបាត់បង់ក្រុមគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅហើយការវិវត្តនៅមូលដ្ឋានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបទជោគបាញ់ត្រូវបានចុះហត្ថលេខាដោយថ្ងៃទី27ខែធ្នូឆ្នាំ2025ប៉ុន្តែស្ថានភាពនៅលើដីជាក់ស្ដែងនៅតែមានភាពផុយស្រួយដែលហេតុថាកម្លាំងយោធារាប់ពាន់នាក់កំពុងបន្តប្រជុំមុខដាក់គ្នានៅតាមបណ្ដោយព្រំដែននិងវិធានការបន្ថយភាពតានតឹងនៅមិនទាន់មាននៅឡើយបញ្ហាជាសារវត្តនោះគឺអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្ដាប់នៅមិនទាន់បានដោះស្រាយបាននៅឡើយបើទោះបីជាភាគីទាំងពីរបានឯកភាពគ្នាក្រោមកិច្ចព្រមទីក្រុងកូឡាឡាំពូ KL Accord ចុះថ្ងៃទី26ខែតុលានិងសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ចាប់ផ្ដើមការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរសម្ដៅទប់ស្កាត់វិវាទនាពេលអនាគតនិងជាការបើកផ្លូវឲ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លែងថ្នូរក៏គណៈកម្មការនេះនៅមិនទាន់បានអនុវត្តការងារទាំងនេះទេជាក់ស្ដែងប្រជាពលរដ្ឋខ្មែរភៀសសឹកជាង 20,000 នាក់នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបានឡើយលើសពីនេះកងទ័ពនៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជាហើយទាំងហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីថែមទៀតសកម្មភាពរបស់យោធាថៃដែលព្យាយាមបង្កើតនូវអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែងក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រងដូចជាការរៀបលុបឡាការដាក់ទូកុងតឺន័រនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធាព្រមទាំងការចេញបានកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមុនពេលកិច្ចការខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់គឺជាក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែងទោះបីជាប្រឈមនឹងបញ្ហាទាំងនេះកម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនៅជំហរដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិសេចក្តីសម្រេចការវិវាទថ្មីនេះរបស់កម្ពុជាក្នុងការចាប់ផ្ដើមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាស្តីពីនីតិវិធីសមុទ្រដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃគឺជាសកម្មភាពបញ្ជាក់យ៉ាងច្បាស់អំពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើងក្នុងការស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌និងយូរអង្វែងដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងរឹងមាំដំណោះស្រាយដោយសន្តិវិធីគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរហើយនឹងរួមចំណែកដល់សន្តិភាពនិងសេដ្ឋកិច្ចនៅក្នុងតំបន់ដំណោះស្រាយនេះនឹងការពីអធិបតេយ្យពង្រឹងទំនុកចិត្តអភិវឌ្ឍធនធានធម្មពលគ្រប់គ្រងការអភិវឌ្ឍនិងបង្កើនការឡើងនូវវត្តភាពថ្មីមិនត្រឹមតែនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជានិងថៃផងដែរជំរុញព្រំដែនរវាងប្រទេសទាំងកម្ពុជានិងប្រទេសថៃមិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរជំវិញការគោរពច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិរួមមានគោលការណ៍មិនរំលោភបំពានព្រំដែននិងធម្មនុញ្ញអាស៊ានក្នុងស្មារតីនេះកម្ពុជាសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិរួមទាំងប្រទេសជាសមាជិកអាស៊ានចំពោះបទឈប់បាញ់និងការដោះស្រាយចំនួនដោយសន្តិវិធីរវាងកម្ពុជានិងថៃស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ានកម្ពុជាសង្ឃឹមយ៉ាងមុតមមចំពោះការយកចិត្តទុកដាក់និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិជារួមច្បាប់មិនអាចការពារសន្តិភាពបានទេប្រសិនបើរដ្ឋណាមួយត្រូវបានទុកចោលឲ្យនៅឯកោនៅពេលដែលវិធានច្បាប់ត្រូវបានបំពានចំណុចនេះហើយដែលសាមគ្គីភាពឆ្លុះបញ្ចាំងនៅអត្ថន័យពេញលេញរបស់ខ្លួនសាមគ្គីភាពន័យថាជាការការពារគោលការណ៍តែមួយសម្រាប់ប្រជាជនទាំងអស់ការគាំទ្រការអនុវត្តកិច្ចព្រមព្រៀងការការពារប្រជាជនស៊ីវិលនិងការរក្សាកិច្ចសន្ទនានៅក្នុងពេលដែលទំនាក់ទំនងប្រឈមនឹងភាពតានតឹងBS សេវាកម្មឆាប់រហ័សសុវត្ថិភាពដែលជាទីទុកចិត្តរបស់លោកអ្នកក្រុមហ៊ុន BS Transportation and Trading Co Ltd ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយើងផ្ដល់ជូននូវសេវាកម្មធំចំនួន3រួមមានសេវាកម្មបញ្ញាអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេសសេវាកម្មដឹកអ្នកដំណើរក្នុងស្រុកនិងក្រៅស្រុកនិងសេវាកម្មភស្តុភារកម្ម BS Transportation and Trading Co Ltd នឹងក្លាយជាជម្រើសទី1របស់អតិថិជនការព្រួយបារម្ភរបស់អ្នកគឺជាទំនួលខុសត្រូវរបស់យើង